នេះជាសកម្មភាពមួយថ្ងៃពេញនៅលើទឹកដីស្រុកភ្នំស្រុកការបបកត្រីបាយបឹងជុំគ្នាជាមួយធីមរបស់ខ្ញុំហើយលទ្ធផលថ្ងៃនេះក៏ញាក់ដែរសិតតែគីឡូធំទី8ក្បាលទី8សួស្តីបងប្អូនយើងដែលចូលចិត្តនៅកីឡាបបកត្រីនិងស្ទូចត្រីរបស់គ្នាហ្នឹងហើយនេះគឺជាដំណើរផ្សងព្រេងទៅកាន់ស្រុកភ្នំស្រុកហើយយើងទៅថ្ងៃនេះគឺយើងទៅខាងកើតតពាំងថៃយើងទៅថ្ងៃនេះក៏គ្នារៀងច្រើនដែរគាត់ថាលទ្ធផលថ្ងៃនេះមានអ្នកខ្លះក៏អំបល់អ្នកខ្លះក៏បានវត្តអ្នកខ្លះវត្តហើយក៏អត់បានអ្នកខ្លះក៏រត់មកផ្ទះមុនគេអីចឹងណាហើយយើងទៅលេងថ្ងៃនេះក៏យើងលេងលក្ខណៈត្រីស្រែដែរហើយគាត់ថាយើងចេញដំណើរពីខាងក្រុងស្រីសុផាន់ទៅក៏រៀងឆ្ងាយគួរសមដែរចម្ងាយប្រហែលជាខ្ទង់60ទៅ70គីឡូដែរពីក្រុងស្រីសុផាន់ទៅយើងព្រួយសារយើងចេញតាំងពីម៉ោង5ទៅជុំគ្នាហើយយើងទៅដល់ប្រឡងនោះគឺម៉ោងប្រហែលជាខ្ទង់7តិចហើយសរុបលទ្ធផលទៅថ្ងៃនេះគឺខ្ញុំបានត្រីប្រហែលជា20ក្បាលជាងគាត់ថាអត់មានត្រីធំទេសិតតែត្រីទូចហើយមុននឹងទស្សនាវីដេអូពេញខ្ញុំក៏សូមណែនាំនៅសាប៊ូលាងចានមួយប្រភេទឈ្មោះថា Sinora ជាផលិតផលខ្មែរសុទ្ធ 100% ហើយសម្រាប់អត្ថប្រយោជន៍សាប៊ូនេះដែរគឺសម្អាតខ្លាញ់និងបាក់តេរីមិនល្អបានយ៉ាងមានប្រសិទ្ធភាពហើយលក្ខណៈពិសេសរបស់សាប៊ូ Sinora នេះដែរគឺពពុះច្រើនបងប្អូនចំណាយតិចក្នុងការលាងសម្អាតចានឆ្នាំងឬសម្ភារៈផ្ទះបាយក៏ដូចជាយើងសម្អាតដៃជើងនៅពេលដែលយើងប៉ះពាល់ជាមួយនឹងបាក់តេរីមិនល្អសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចតាក់ទងទៅកាន់ page Sinora ផ្ទាល់ដែលខ្ញុំនឹងដាក់នៅក្នុង comment ខាងក្រោមក្នុងការសាកសួរព័ត៌មានបន្ថែមអញ្ចឹងសូមបងប្អូនទៅទស្សនាវីដេអូទាំងស្រុងនៃសកម្មភាពនៃការបបកត្រីការយកត្រីបច្ចេកទេសនៃការយកត្រីក៏ដូចជាវីដេអូបែបកំ pl ែងក្នុងការនិងវីដេអូ Bulu Smart ដែលបបកត្រីមិនបានហើយរត់ទៅផ្ទះមុនគេអញ្ចឹងណាសម្រាប់បងប្អូនដែលទស្សនាហើយកុំភ្លេចជួយ like និង share វីដេអូនេះម្នាក់មួយផងអរគុណច្រើនមិនក្លោធំអស់មួយចូលវិញនេះបានកដៃក្លោអស់មួយតែជាកន្លះគីឡូជាងវិញអូមកដល់តែកណ្ដាលផ្លូវហើយ3កង់ចូលផ្លែទូចផ្លែ3ហ៊ុនអត់នៅបាយដាក់បាយព្រឹកសិនបាន6ក្បាលហើយនេះស្មាត់ខាងនោះពងអុកឡុកប្រឡងហើយព្រោះសារអត់តង់ខាំទេតាំងព្រឹកអត់តង់ឲ្យវត្តមួយទេចូលមួយហើយក្បាលទី4ពណ៌ស្អាតអស់ហើយក្បាលទី4នេះប្រឡងលក្ខណៈចេះប្រឡង